បងប្អូនខ្ញុំថ្ងៃនេះរៀបចំឆាខ្ទឹមបារាំងជាមួយសាច់មាន់ខ្ទឹមបារាំងហ្នឹងមានពណ៌ស្វាយចំណែកឯសាច់មាន់ហ្នឹងមានពងនៅក្នុងពោះតែវាមិនទាន់ពងចេញអស់មកមើលទៅគួរឲ្យឆ្ងាញ់មែនតើលឿងសាច់វាឡើងលឿងច្រាលហើយនេះជាខ្ទឹមបារាំងដែលខ្ញុំចិតរួចហើយខ្ញុំកំពុងតែបង្ហាញឥឡូវនេះដាក់ប្រេងឆាដាក់ខ្ទឹមចិញ្ច្រាំចូលទៅហើយក៏ដាក់សាច់ឆាដាក់សាច់មាន់ដើម្បីឆាចូលឲ្យមានទៅលើភ្លើងហ្នឹងហើយក៏មានដាក់នេះជាពងមាន់ដែលយើងដាក់ចូលទៅហ្នឹងពងមាន់ដែលស្រោមវាទន់បន្ទាប់មកដាក់អំបិលបន្តិចទឹកត្រីបន្តិចប្រេងខ្យងបន្តិចហើយចឹងទៅហើយនឹងដាក់ម្សៅស៊ុបមាន់ហើយនឹងស្ករទៅឆាឲ្យត្រឡប់ឲ្យវាចូលជាតិឲ្យសព្វបានយើងចាប់ផ្ដើមដាក់បន្លែចូលទៅបន្លែហ្នឹងគឺខ្ទឹមបារាំងពណ៌ស្វាយកាត់ជាកង់កាត់ជាដុំតូចដើម្បីនឹងឆាហើយឥឡូវនេះឆ្អិនហើយចាប់ផ្ដើមដួសដាក់ចាននេះជាកិច្ចបញ្ចប់នៃការធ្វើម្ហូបរបស់ខ្ញុំហើយដើម្បីឲ្យបងប្អូនបានមើលទស្សនាថាការធ្វើម្ហូបរបស់ខ្ញុំបែបណាដែរចាសូមអរគុណ